បង្កេតរាប់ឆ្នាំក៏គេឃើញថាអ្នកដែលនៅពីក្រោយហ្នឹងសិតតែគ្រួសាររបស់លោកហ៊ុនសែនដែលរស់ស៊ីអា scam online ហ្នឹងហើយអាហ្នឹងហើយដែលឲ្យលេខភាគីថៃយោធាថៃធ្វើសង្គ្រាមជាមួយខ្មែរហើយអន្តរជាតិមិនសឹងថាតាអត់មាត់ទេប៉ុន្តែគ្រប់គ្រងឲ្យភាគីថៃធ្វើទម្លាក់គ្រាប់បែកដើម្បីគំតិចកន្លែងខ្ញុំឈប់បោកអនឡាញនឹងទៀតបាទលោកពូជនជាតិមកអានេះហើយជាហេតុផលដែលសង្គ្រាមកើតឡើងហើយអត់មានប្រទេសណាដែលនិយាយតែមួយម៉ាត់ក៏អត់និយាយដែរបាទដូច្នេះអ្វីដែលយើងនិយាយជាទូទៅនៅក្នុងភាសាខ្មែរថាវាមានហេតុវាមានផលដែលកើតឡើងបាត់ដីនេះចេញពីហេតុហេតុហ្នឹងគឺថារកស៊ីខុសច្បាប់រកស៊ីបោកប្រាស់ហើយមានទំនាស់ផលប្រយោជន៍រវាងបងធរនិងបងធរបានចេញជាផលបាត់ដីដល់ថ្ងៃនេះហើយហេតុនោះគឺភាគច្រើនគឺចេញមកពីក្រុមគ្រួសារត្រកូលហ៊ុននឹងតែម្ដងដូច្នេះសរុបទៅលោកហ៊ុនសែនជាហេតុធ្វើឲ្យបាត់ដីដល់ពេលបច្ចុប្បន្ននេះបាទអរគុណអញ្ចឹងសូមបកគលឲ្យសាមគ្គីទៅជែកអំពីរឿងធ្វើបទបង្ហាញអំពីរឿង scammer នេះនៅប្រទេសកម្ពុជាបាទបងប្អូនចាំទេសង្គ្រាមផ្ទុះលើកទី1ចាំចាំសង្គ្រាមផ្ទុះលើកទី1បងប្អូនដឹងថាដោយសារអីគេទេដោយសារបងធွာខំប្អូនធွာបញ្ចេញសម្លេងរបស់កូនរបស់ប្អូនធွာនិយាយរួមបើយើងនិយាយទៅគឺភេទថងឋានអតីតនាយករដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្រថៃបងប្អូនគាត់នៅមិននៅគាត់ទៅបញ្ចេញសម្លេងរបស់ប្រទេសថៃហើយគណៈបព្វប្រឆាំងរបស់ប្រទេសថៃដែលគេហៅថា move forward ហ្នឹងប្រើរយៈពេល10ឆ្នាំដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យឲ្យប្រទេសគេបងប្អូនសឹងថាឈ្នះឆ្នោតការបោះឆ្នោតលើកមុនគេឈ្នះឆ្នោតក៏ប៉ុន្តែដោយសារច្បាប់របស់ប្រទេសថៃដែលគេថា upper house ហ្នឹងតំណាងរាស្ត្រដែលគេថាជាន់ខ្ពស់ហ្នឹងអត់ឲ្យលោកភីតាធ្វើជានាយករដ្ឋមន្ត្រីអញ្ចឹងហើយបានគណៈបករបស់ថៃគណៈបក move forward ដែលឈ្នះឆ្នោតហើយអត់បានកាន់អំណាចអត់បានធ្វើជានាយករដ្ឋមន្ត្រីរបស់ថៃហើយអញ្ចឹងគេសង្ឃឹមថាបោះឆ្នោតលើក្រោយនេះគេនឹងអាចធ្វើជានាយករដ្ឋមន្ត្រីក៏ប៉ុន្តែគាត់ទៅឆៅនយោបាយរបស់ប្រទេសថៃហ្នឹងឲ្យវាកលាប់ចាក់ហើយឲ្យជាតិនិយមកើតចេញពីបេះដូងរបស់ប្រជាជនថៃចេញមកវិញហើយអ្នកដែលរងគ្រោះគឺពលរដ្ឋខ្មែរយើង2លាននាក់នៅប្រទេសថៃពេលសង្គ្រាមផ្ទុះភ្លាមពួកគាត់ត្រូវការរងគ្រោះពីការរើសអើងត្រូវភៀសខ្លួនមកស្រុកវិញបិទប្រវិចដើម្បីមក